ស្ទើរតែខ្លាចជាប្រពៃណីទៅហើយដែលនៅរៀងរាល់ពេលកម្ពុជាទទួលបានឱកាសធ្វើជាប្រធានបដូវវេនអាស៊ានម្ដងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលសម្រាប់លោកហ៊ុនសែនការដឹកនាំអាស៊ានរបស់កម្ពុជាលើកនេះគឺជាមោទនភាពឆ្នាំនេះយើងធ្វើប្រធានអាស៊ានការងារច្រើនណាស់ក៏ប៉ុន្តែកម្ពុជាក៏ទទួលបាននៅកិត្តិយសសម្រាប់កិច្ចការដ៏សំខាន់មួយនេះបន្ទាប់ពីយើងគ្រប់គ្រងបានកូវីដយើងបានបើកប្រទេសឡើងវិញកម្ពុជាបានដើរតួនាទីទទួលខុសត្រូវក្នុងការសម្របសម្រួលឲ្យចេញរួចនៅឯកសារចំនួន101ឯកសារនៃការប្រជុំកំពូលហើយបបោកទាំងឯកសារដែលរដ្ឋមន្ត្រីការបរទេសចេញចំនួនប្រមាណជា30ឯកសារទៀតយើងសម្រេចបាននៅឯកសាររហូតទៅដល់100ជាងថា120ឬ130ឯកសារដែលរឿងមិនតូចតាចទេទន្ទឹមនឹងនេះលោកហ៊ុនសែនត្រូវគេមើលឃើញថាបានព្យាយាមយកបញ្ហាថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនធ្វើជាឈ្នន់ជួយសម្រួលរូបភាពនៃការដឹកនាំអាស៊ានរបស់លោកក៏ប៉ុន្តែនៅចំពោះមោទនភាពដែលលោកហ៊ុនសែនអះអាងថាកម្ពុជាសម្រេចបាននឹងនាំមកនៅកិត្តិយសខ្ទោខ្ទានេះកម្ពុជារបស់លោកក៏បានបន្សល់ទុកនៅកេរដំណែលដ៏ចម្រូងចម្រាសចំនួន3ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលមិនតិចទេលើកនេះក៏មិនខុសពីលើកមុនដែរការភ្ញាក់ផ្អើលទី1ដ៏លេចធ្លោជាងគេនោះគឺគ្មានអ្វីក្រៅពីកម្ពុជារបស់លោកបន្តធ្វើជាកូនអុករបស់ប្រទេសចិនសម្រាប់តំបន់អាស៊ានទាំងមូលបើទោះបីជាការធ្វើកូនអុករបស់ចិនលើកនេះមិនឈានរហូតដល់ថ្នាក់ទៅកម្ពុជាយកអាស៊ានទាំងមូលធ្វើជាចំណាប់ខ្មាំងក្នុងរឿងរ៉ាវចំនួនដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅតំបន់សមុទ្រចិនខាងត្បូងក៏ដោយក៏រឿងរ៉ាវចម្រូងចម្រាសប្រហាក់ប្រហែលគ្នានេះបានកើតមានឡើងជាក់ស្ដែងនៅមុនពេលបញ្ចប់តំណែងជាប្រធានបដូវវេនអាស៊ានលោកហ៊ុនសែនមិនភ្លេចឡើយជួយឡង់សេផ្សាយពាណិជ្ជកម្មឲ្យចិនដោយលោកជំរុញឲ្យតំបន់អាស៊ានទាំងមូលបង្កើនទំនាក់ទំនងជាមួយប្រទេសនេះកាន់តែស៊ីជម្រៅបន្ថែមទៀតអាស៊ាននិងចិនចាំបាច់ទៅប្រោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ចការលុបបំបាត់របាំងពាណិជ្ជកម្មការពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់និងផលិតកម្មក្នុងតំបន់ព្រមទាំងចាប់យកនៅកាលានុវត្តភាពថ្មីពីសេដ្ឋកិច្ច Digital កំណើនបៃតងអន្តរកាលធម្មពលនិងការបង្កើនសមត្ថភាពសហគ្រិនមីក្រូធុនតូចនិងមធ្យមរឿងរ៉ាវពាក់ព័ន្ធនឹងចិននៅមិនទាន់បញ្ចប់ត្រង់នេះទេទំនងជាចង់ស្អំចិត្តក្រុមមេដឹកនាំអាស៊ាននិងក្រុមមេដឹកនាំពិភពលោកដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាលើកនេះលោកហ៊ុនសែនបានចាត់ចែងឲ្យផលិតនាឡិកាប្រណិតអាស៊ានចំនួន25គ្រឿងសម្រាប់ទុកចែកជាវត្ថុអនុស្សាវរីយ៍ជូនដល់ក្រុមមេដឹកនាំពិភពលោកទាំងនេះលោកហ៊ុនសែនទំនងជាក្លាយជាមេដឹកនាំអាស៊ានទី1ដែលហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់វត្ថុអនុស្សាវរីយ៍ទាំងនេះបើតាមលោកនាឡិកាទាំងនេះមានតម្លៃសរុបប្រមាណកន្លះលានដុល្លារអាមេរិកឬស្មើនឹងជាង$20,000ក្នុងមួយគ្រឿងលោកអះអាងថាលោកមិនបានប្រើប្រាស់ថវិកាជាតិសម្រាប់ផលិតនាឡិកាដៃទាំងនេះទេក៏ប៉ុន្តែគឺជាថវិកាដែលបានមកពីក្រុមហ៊ុនឯកជនដែលលោកមិនបញ្ចេញឈ្មោះទោះយ៉ាងណានាឡិកាដៃប្រណិតទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនឈ្មោះ Prince Horology ដែលមានឫសគល់ចេញមកពីក្រុមហ៊ុនចិនរឿងរ៉ាវចម្រូងចម្រាសភ្ញាក់ផ្អើលទី2គឺលោកហ៊ុនសែនបាននាំចេញសារគំរាមកំហែងដល់ពលរដ្ឋអឺរ៉ុបដើមកំណត់ខ្មែរដែលហ៊ានចេញមុខធ្វើបាតកម្មប្រឆាំងនឹងលោកបានថ្លែងសារគំរាមកំហែងបែបនេះចេញពីទីក្រុង Brussels នៃប្រទេសបែលហ្សិកដែលជាបេះដូងប្រជាធិបតេយ្យនៃអឺរ៉ុបក្នុងពេលដែលលោកទៅចូលរួមដឹកនាំធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី45នៃទំនាក់ទំនងអាស៊ាននិងសហភាពអឺរ៉ុបនៅទីក្រុង Brussels ពួកយើងក៏ចាំថតដែរចាំមើលបានប្រមាណហើយថតឲ្យបានមុខទៀតមើលសំណុកស្រួលយកទៅបិទនៅពោចតុកនិយាយចឹងមិនមែនគម្រាមថាមកចូលស្រុកអីទេប៉ុន្តែចង់ដឹងមុខអ្នកឯងហើយក៏ចង់តាមរកគ្រួសារអ្នកឯងនៅក្នុងស្រុកខ្មែរតើមិនទៅហើយកុំលេងអាងបានមកនៅស្រុកក្រៅហើយគិតថានៅស្រុកប្រាំងនៅអឺរ៉ុបហ្នឹងសិតតែក្រុមអ្នកឯងក្រៅពីភាពចម្រូងចម្រាសនៅអឺរ៉ុបនេះនៅឯទឹកដីអាមេរិកឯនោះវិញលោកក៏បានបន្សល់ទុកនៅភាពចម្រូងចម្រាសមួយទៀតដែលคล้ายជាសុបិនអាក្រក់ដិតដាមតំណែងជាប្រធានបដូវវេនអាស៊ានរបស់លោក
នោះគឺលោកបានបំបីឯកតកម្មខ្លាចជាមេដឹកនាំអាស៊ានដំបូងគេបង្អស់ដែលទទួលបាននៅរង្វាន់គប់ស្បែកជើងតម្រង់ក្បាលរបស់លោកក្នុងពេលដែលលោកទៅចូលរួមដឹកនាំធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិកលោកហ៊ុនសែនឆ្លើយតបរឿងនេះដោយគំរាមមេបពប្រឆាំងក្នុងស្រុកថាពួកគេអាចទទួលនៅរឿងរ៉ាវស្រដៀងគ្នានេះនៅកម្ពុជាបើសិនបើពួកគេចាត់ទុកថាអំពើគប់ស្បែកជើងនេះគឺជាសេរីភាពនៃការបញ្ចេញមតិរឿងរ៉ាវចម្រូងចម្រាសចុងក្រោយដែលដណ្ដើមគេដំណែលកម្ពុជាក្នុងនាមជាប្រធានបដូវវេនអាស៊ានក្នុងឆ្នាំ2022នេះគឺការចាត់ចែងដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសភូមាឬមីយ៉ាន់ម៉ាដែលមិនបានសម្រេចទាំងដែលលោកមិនអាចដោះស្រាយបញ្ហាវិបត្តិប្រជាធិបតេយ្យនៅក្នុងស្រុកខ្លួនឯងបានផងលោកបានក្លាយជាមេដឹកនាំក្នុងតំបន់ដំបូងគេបង្អស់ដែលបានធ្វើដំណើរទៅជួបមេដឹកនាំរដ្ឋប្រហារយោធានៅប្រទេសភូមាក្នុងពេលដែលពិភពលោកទាំងមូលកំពុងថ្កោលទោសក្រុមមេដឹកនាំយោធាភូមាថាអាចជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលោកថែមទាំងឆ្លៀតឱកាសនោះសម្ដៅកូនរបស់លោកទៅជួបផ្ទាល់ជាមួយក្រុមមេដឹកនាំយោធាភូមាដើម្បីឈានទៅបង្កើនកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមកហេតុការណ៍នេះត្រូវគេមើលឃើញថាដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់អាស៊ានដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកហ៊ុនសែនបានធ្វើឲ្យតំបន់អាស៊ានទាំងមូលបែកបាក់គ្នាជុំវិញបញ្ហាវិបត្តិនៅភូមាហើយការដឹកនាំបើកឆាកដំបូងរបស់កម្ពុជារៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសត្រូវបានរលូតទាំងអស់នេះគឺជារឿងរ៉ាវចម្រូងចម្រាសលេចធ្លោចំនួន3របស់កម្ពុជាក្នុងនាមជាប្រធានបដូវវេនអាស៊ាននៅក្នុងឆ្នាំ2022នេះដែលទំនងជាពិបាកធ្វើឲ្យពិភពលោកទាំងមូលបំភ្លេចបានថាតើកម្ពុជារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែននឹងបន្តបង្កើតបាននៅរឿងរ៉ាវចម្រូងចម្រាសលេចធ្លោបែបណាខ្លះទៀតក្នុងពេលដឹកនាំធ្វើជាប្រធានអាស៊ានលើកក្រោយនេះគេត្រូវរងចាំយ៉ាងហោចណាស់10ឆ្នាំទៀតទើបអាចដឹងចម្លើយនេះខ្ញុំបាទមេរិត Visual Asia ស្រីរាយការណ៍ពីរដ្ឋធានី Washington លោកអ្នកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាព័ត៌មានតកតងនឹងស្ថានភាពប្រជាពលរដ្ឋក្រីក្រនៅកម្ពុជាវិញម្ដងចាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកអ្នកនិយាយថាកម្ពុជាចេះតែក្រទៅគឺជាការប្រមាថមើលងាយជាតិសាសន៍ខ្លួនឯងទោះបីយ៉ាងណាអ្នកវិភាគថាសេដ្ឋកិច្ចកម្ពុជានៅមិនទាន់ដើរបានឆ្ងាយពីបន្ទាត់ក្រីក្រនៅឡើយទេបន្ទាប់ពីវិបត្តិជំងឺនៅឡើយទេបន្ទាប់ពីវិបត្តិជំងឺ Covid-19 ខណៈបំណុលបរទេសនិងអតិផរណានៅតែបន្តកើនឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែនៅក្នុងខេត្តព្រះសីហនុនៅថ្ងៃទី22ខែធ្នូលោកយមត្រីហ៊ុនសែនបានលើកឡើងអំពីអ្នករិះគន់ការដឹកនាំរបស់លោកដែលថាមិនបានធ្វើឲ្យកម្ពុជារីកចម្រើននិងចេះតែក្រទៅនោះថាបានមើលងាយប្រមាថចិត្តសាសខ្លួនឯងលោកថែមទាំងបបួលអ្នកទាំងនោះស្បត់ពីភាពខុសគ្នានៃការរស់នៅក្នុងរបបខ្មែរក្រហមប្រៀបធៀបនឹងការដឹកនាំរបស់លោកនៅក្នុងពេលបច្ចុប្បន្ននេះទៀតផងខ្ញុំមិនយល់ហើយក៏សូមថាអ្នកដែលនិយាយបែបនេះតើហ៊ានស្បត់ទេថាស្បត់ឲ្យផ្ទះបាញ់ឬស្បត់ឲ្យតែស្បត់ឲ្យងាប់តៃហោងងាប់របៀបមិនស្បត់ទេថាណែឯងពួកក្រុមណែឯងនេះកាលពីឆ្នាំ79រហូតដល់ស្បែកជើងពាក់ក៏មិនបានដែរឥឡូវណែឯងមានឡានជិះលើផ្លូវដល់ល្អហើយណែឯងថាកាន់តែក្រទៅតើណែឯងស្បត់ទេលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានធ្វើដំណើរចេញពីភូមិគ្រឹះរបស់លោកនៅក្នុងខេត្តព្រះសីហនុនិងទៅដល់វេទិកាដោយជិះរថយន្ត Mercedes ស៊េរីឆ្នាំ2022តម្លៃប្រមាណ$7.5 លានព្រមទាំងមានមន្ត្រីតូចធំចាំទទួលអមជាមួយចម្រៀងស្វាគមន៍លោកតែកតិនរឿងនេះអ្នកវិភាគនិងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណារាមប្រាប់វិទ្យុអាស៊ីសេរីថាផ្អែកលើទិន្នន័យនៃការវាយតម្លៃពីកម្រិតនៃភាពក្រីក្ររបស់ប្រជាពលរដ្ឋចេញដោយស្ថាប័នជំនាញមួយចំនួនប្រជាពលរដ្ឋក្រីក្រមានចំនួនច្រើនជាងទិន្នន័យរបស់រដ្ឋាភិបាលលោកបញ្ជាក់ថាកំណើនចំនួនប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនិងប្រជាពលរដ្ឋដែលខ្ចីលុយពីធនាគារតែគ្មានលទ្ធភាពសងជាភស្តុតាងដ៏សាមញ្ញមួយដែលបង្ហាញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅមិនទាន់លូតលាស់ដែលអាចឲ្យមេដឹកនាំមានមោទនភាពឡើយ
ដល់ពេលបច្ចុប្បន្នយើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍហ្នឹងយើងអត់មានលទ្ធភាពផ្គត់ផ្គង់ពលរដ្ឋដែលអត់ការងារធ្វើផងហើយពលរដ្ឋដែលអត់ការងារធ្វើរដ្ឋអត់មានលទ្ធភាពរកការងារឲ្យពលរដ្ឋឲ្យយុវជននេះជាពិសេសណាបានឈឺឆ្អាលដល់ហ្នឹងទេយើងថាយើងចេញផុតពីវត្តជាក្រីក្រប៉ុន្តែលទ្ធភាពជួយពលរដ្ឋនេះវាអត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខាងការជួយគាំពារឬក៏ផ្គត់ផ្គង់ពលរដ្ឋទេធនាគារពិភពលោកបានចេញរបាយការណ៍កាលពីថ្ងៃទី28ខែវិច្ឆិកាថាប្រជាជនកម្ពុជាជិតកន្លះលាននាក់បន្ថែមទៀតបានធ្លាក់ខ្លួនក្រីក្រនៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះក្រោយការផ្ទុះរាតត្បាតជំងឺ Covid-19 ទោះបីជារដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋក៏ដោយក៏មិនអាចស្ដារជីវភាពរបស់ប្រជាពលរដ្ឋបានឡើយព្រោះអំណោយទាំងនោះអាចជួយប្រជាពលរដ្ឋបានត្រឹមតែមួយផ្នែកតូចនិងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះទន្ទឹមគ្នានេះអង្គការ Liga do និងអង្គការសមត្ថៈកម្ពុជាសហការជាមួយនឹងអង្គការ FIAN របស់ប្រទេសអាល្លឺម៉ង់បានចេញរបាយការណ៍រកឃើញថាប្រជាពលរដ្ឋខ្មែរជាង 16,000 នាក់កំពុងលក់ដីដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះរបាយការណ៍ដដែលបានបង្ហាញដែរថាអ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភសិទ្ធិមនុស្សហើយពួកគេទាំងនោះជាញឹកញាប់ត្រូវកាត់បន្ថយការបរិភោគអាហារនិងបញ្ឈប់ការសិក្សារបស់កូនៗហើយបង្ខំទៅធ្វើការដើម្បីរកប្រាក់មកសងបំណុលធនាគារជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងមើលឃើញថាប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រមានចំនួនច្រើននេះដោយសារកម្ពុជានៅតែជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឡើយលោកបន្តថាថ្មីត្បិតតែកម្ពុជាមានការអភិវឌ្ឍផ្លូវថ្នល់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ពិតមែនតែលុយដែលបានមកនោះគឺជាកម្ចីបរទេសហើយកម្ពុជាក៏នឹងត្រូវប្រឈមនឹងការសងបំណុលទាំងនោះផងដែរអញ្ចឹងទាំងអស់នេះយើងឃើញថាវាជាបញ្ហាមួយដែរបើសិនជានៅពេលដែលកម្ពុជាដកសងបំណុលគេហើយវាអាចនឹងប៉ះពាល់ទៅដល់ជីវភាពហើយការរស់នៅរបស់ប្រជាពលរដ្ឋដែរបាទអ្នកខ្លំមើលយល់ឃើញថាការលើកឡើងរបស់លោកហ៊ុនសែនដែលចាត់ទុកអ្នកនិយាយថាកម្ពុជាចេះតែក្រទៅគឺជាការប្រមាថជាតិសាសន៍ខ្លួនឯងនោះទំនងជាលោកចង់យកគ្រួសាររបស់លោកតំណាងឲ្យប្រទេសកម្ពុជាទាំងមូលដែលគ្រួសាររបស់លោកកំពុងរស់នៅបែបអភិជនមានទ្រព្យសម្បត្តិហូរហៀសសឹងមិនគួរឲ្យជឿបើប្រៀបធៀបទៅនឹងប្រាក់ខែរបស់លោកម្យ៉ាងវិញទៀតបើទោះបីជាលោកហ៊ុនសែនអះអាងថាកម្ពុជានៅក្រោមការដឹកនាំរបស់លោកមានការអភិវឌ្ឍរីកចម្រើនក្តីក៏រដ្ឋាភិបាលលោកបច្ចុប្បន្ននេះបង្កើនការចែកបានក្រីក្រដល់ប្រជាពលរដ្ឋទៅវិញហើយការចែកបានក្រីក្រនេះក៏ជារបៀបទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋដែរដើម្បីឲ្យលោកបន្តក្តាប់ក្តាប់អំណាចតវងត្រកូលតទៅទៀតលោកអ្នកនាងជាទីមេត្រីស្របពេលនៃការបោះឆ្នោតជាតិអាណត្តិទី7បានខិតជិតមកដល់នេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនហាក់បីដូចជាស្លន់ស្លោនិងភ័យខ្លាចមតិរិះគន់លោកហ៊ុនសែនមិនត្រឹមតែខ្លាចការរិះគន់អំពីរឿងអសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិនោះទេសូម្បីតែរឿងយុវជនសួងនិពន្ធរិះគន់លោកអំពីការភ្នាល់បាល់ទាត់ពិភពលោកចាញ់គេក៏លោកខឹងសម្បានិងប្រកាសតាមរកឪពុកម្ដាយរបស់យុវជននោះដល់ផ្ទះដែរតើហេតុអ្វីបានជាលោកហ៊ុនសែនអត់ទ្រាំនឹងរឿងមតិរិះគន់លោកមិនបានបែបនេះតើយុវជនសួងនិពន្ធតក់ស្លុតនឹងភ័យខ្លាចរឿងលោកហ៊ុនសែនប្រកាសតាមរកឪពុកម្ដាយដល់ផ្ទះនេះដែរឬទេចាសសូមអញ្ជើញលោកអ្នកនាងរងចាំទស្សនានីតិវេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីដែលនឹងជជែកអំពីបញ្ហានេះនៅយប់ថ្ងៃទី23ខែធ្នូនេះកុំបីខានលោកអ្នកនាងអាចសួរវាគ្មិនរបស់យើងឬបញ្ចេញមតិយោបល់បានដោយលោកអ្នកនាងដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងខ្ទង់ comment របស់ Facebook និង YouTube របស់វិទ្យុអាស៊ីសេរីចាស់ក្រុមការងាររបស់យើងនឹងហៅទៅលោកអ្នកនាងវិញចាសសូមអរគុណលោកអ្នកនាងកញ្ញាជាទីមេត្រីលោកអ្នកកំពុងតែស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីចាប់ផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកចាប់ព័ត៌មានតកតងនៅរឿងក្តីក្តាំនៅតុលាការវិញម្ដងចាសាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជននិងថ្នាក់ដឹកនាំគណបកប្រឆាំងចំនួន36នាក់ដាក់ពន្ធនាគារម្នាក់ៗចន្លោះពី5ឆ្នាំទៅ7ឆ្នាំក្រោមបទចោទប្រកាន់រួមគំនិតក្បត់ជនជាប់ឃុំចាត់ទុកការចោទប្រកាន់នេះថាជារឿងអយុត្តិធម៌និងមិនអាចទទួលយកបានឡើយចាលូទីនសការីយ៉ារាយការណ៍ព័ត៌មាននេះប្រធានក្រុមរក្សាជំនុំជម្រះនៅសាលាដំបងរាជធានីភ្នំពេញ
នៅឆ្លៃអុករ៉េតគុន្ធាប្រកាសសារក្រមផ្ដន្ទាទោសកម្មជននិងថ្នាក់ដឹកនាំគណៈបកប្រឆាំង37នាក់ក្នុងនោះមានចំនួន11នាក់ឲ្យជាប់ពន្ធនាគារចំនួន7ឆ្នាំនិង25នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារចំនួន5ឆ្នាំប៉ុន្តែមានសកម្មជន2នាក់ត្រូវបានតុលាការព្យួរទោសហើយម្នាក់ទៀតតម្រូវឲ្យអនុវត្តទោស1ខែក្នុងពន្ធនាគារចំណែកសកម្មជនម្នាក់ទៀតដែលរស់នៅប្រទេសកូរ៉េខាងត្បូងគឺលោកម៉ាត់បានីត្រូវបានតុលាការលើកលែងការចោទប្រកាន់ក្នុងចំណោមជនជាប់ចោទទាំង37នាក់នោះមានសកម្មជន3នាក់កំពុងតែជាប់ឃុំក្នុងពន្ធនាគារព្រៃសរហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ5ឆ្នាំនោះគឺមានលោកកុងម៉ាស់លោកខាន់ប៊ុនភេងនិងលោកវឹងសំណាងតុលាការបានចោទប្រកាន់ពួកគាត់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគម្រោងការវិលចូលស្រុកវិញរបស់ថ្នាក់ដឹកនាំគណបកសង្គ្រោះជាតិកាលពីដើមខែមករាឆ្នាំ2021សមត្ថកិច្ចបានបញ្ជូនអ្នកទាំង3នាក់ទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗក្រោយពីតុលាការប្រកាសសាលក្រមចំណែកឯថ្នាក់ដឹកនាំគណបកប្រឆាំងចំនួន11នាក់ផ្សេងទៀតតុលាការកាត់ក្តីកម្បាំងមុខដាក់ពន្ធនាគារម្នាក់ៗ7ឆ្នាំនិងទោសបន្ថែមដោយដកសិទ្ធិបោះឆ្នោតនិងចូលឈ្មោះបោះឆ្នោតរយៈពេល7ឆ្នាំអ្នកទាំងនោះមានជាអាចលោកសំរងស៊ីអ្នកស្រីមួសុខហួរលោកអេងឆៃអៀងលោកម៉ែនសុថាវរិននិងមនុស្សមួយចំនួនទៀតដែលភ័យច្រើនកំពុងតែភៀសខ្លួននៅក្រៅប្រទេសតុលាការបានចោទប្រកាន់ពួកគាត់ពីបទរួមគំនិតក្បត់ជនជាប់ឃុំទាំង3នាក់ថ្លែងនៅចំពោះមុខតុលាការថាជារឿងអយុត្តិធម៌មិនទទួលយកបានឡើយប្រពន្ធសកម្មជនគណបកប្រឆាំងលោកវឿងសំណាងគឺលោកស្រីទៀងចន្ទាថ្លែងទាំងទឹកភ្នែកថាប្តីរបស់លោកស្រីនិងសកម្មជនគណបកប្រឆាំង2នាក់ផ្សេងទៀតនៅតែអះអាងថាពួកគាត់មិនបានប្រព្រឹត្តខុសច្បាប់ដោយការចោទប្រកាន់របស់តុលាការនោះឡើយលោកស្រីថាចាប់តាំងពីពេលនេះតទៅគ្រួសារលោកស្រីនឹងមានជីវភាពកាន់តែក្រីក្រលំបាកព្រោះគ្មានប្តីដែលជាមនុស្សបង្គោលក្នុងគ្រួសារជួយរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃអយុត្តិធម៌ណាបងគ្មានខុសតាំងអីច្បាស់លាស់ទេហើយគេកាត់ក៏ដល់ទៅ5ឆ្នាំអត់មានសម្រួលអីសោះខ្ញុំទទួលយកមិនបានទេជាគ្រួសារគ្មានខុសតាំងអីច្បាស់លាស់ទេបងរាល់ថ្ងៃហ្នឹងខ្ញុំប្រឈមខ្លាំងណាស់បងតែម្នាក់ឯងរកលុយចាំកូនចាំប្តីក្នុងពន្ធនាគារហើយនៅបង់ធនាគារខ្ញុំជពាក់រត់ជពាក់ធនាគារទៀតហើយខ្ញុំម្នាក់ឯងហើយខ្ញុំរត់មិនរួចហើយខ្ញុំរត់មិនរួចទេចំណែកឯមេធាវីការពារក្តីឲ្យសកម្មជនគណបកប្រឆាំងគឺលោកឡជុនធីមានប្រសាសន៍ថាលោកនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរប្រឆាំងនឹងការសម្រេចរបស់តុលាការជាន់ទាបមួយនេះក្នុងពេលឆាប់ខាងមុខទៅតាមនោះឯងប៉ុន្តែឥឡូវយើងត្រៀមនីតិវិធីបន្តទៀតសម្រាប់បណ្ដឹងអន្តរយើងធ្វើម៉េចអាហ្នឹងទៅតាមនីតិវិធីដែលគេបើកឲ្យណាយើងអត់មានជំរឿសតាមផ្លូវច្បាប់ប៉ុណ្្នឹងឯងអាជ្ញាធររដ្ឋាភិបាលលោកហ៊ុនសែនបានចាប់ខ្លួនលោកកុងម៉ាស់នៅភ្នំពេញនិងចាប់ខ្លួនលោកខាន់ប៊ុនភេងនៅខេត្តបាត់ដំបងក្នុងថ្ងៃតែមួយកាលពីថ្ងៃទី31ខែធ្នូឆ្នាំ2020ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរលោកកុងម៉ាស់ដែលកំពុងតែជាប់ពន្ធនាគារ2ដងទាំងលើកនេះគឺជាសមាជិកក្រុមការងារគណបកសង្គ្រោះជាតិខេត្តស្វាយរៀងចំណែកឯលោកខាន់ប៊ុនភេងគឺជាអតីតចៅសង្កាត់ជាប់ឆ្នោតរបស់គណបកសង្គ្រោះជាតិនៅសង្កាត់ព្រៃព្រះស្ដេចខេត្តបាត់ដំបងរីឯលោកវឹងសំណាងត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញកាលពីថ្ងៃទី9តុលាឆ្នាំ2021សំណុំរឿងនេះស្ថិតនៅក្រោមការឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិមន្ត្រីស្ថានទូតប្រទេសលោកសេរីនិងតំណាងអង្គការសង្គមស៊ីវិលនានាចំណែកឯនៅខាងក្រៅតុលាការវិញមានការដាក់ពង្រាយសមត្ថកិច្ចជាង30នាក់ការពារយ៉ាងតឹងរ៉ឹងជំវិញបរិវេណតុលាការជំវិញនឹងរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខានៅតែមើលឃើញថាសកម្មជនគណបកប្រឆាំងទាំងនោះគ្មានកំហុសដោយការចោទប្រកាន់របស់តុលាការនោះទេពីព្រោះលោកថាសកម្មភាពរបស់ពួកគេគ្រាន់តែជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិនិងបង្ហាញជំនឿផ្នែកនយោបាយតែប៉ុណ្ណោះលោកបញ្ជាក់ថាសិទ្ធិទាំងនេះត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញដូច្នេះតុលាការមិនគួរផ្តន្ទាទោសធ្ងន់ធ្ងរលើសកម្មជនគណបកប្រឆាំងទាំងនេះឡើយនៅក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យគឺសិទ្ធិទាំងអស់ហ្នឹងគឺជាសិទ្ធិស្របច្បាប់មិនមែនជាសិទ្ធិអីដែលខុសច្បាប់ទេបាទដូច្នេះយើងយកអរិញបញ្ហានៃការប្រើប្រាស់សិទ្ធិនៅក្នុងប្រទេសប្រជាធិបតេយ្យមួយដែលសិទ្ធិបញ្ចេញមតិសិទ្ធិបង្ហាញទស្សនៈមិនស្របនឹងរដ្ឋាភិបាលអីហ្នឹងទៅដាក់ទោសដាក់ទណ្ឌខ្ញុំថានេះមិនឆ្លុះបញ្ចាំងពីដំណើរការនៃប្រទេសមួយប្រកាន់នៅគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកនឹងទេបាទរហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជននិងថ្នាក់ដឹកនាំគណបកសង្គ្រោះជាតិប្រមាណជា100នាក់ហើយ
ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ពី3ឆ្នាំ5ឆ្នាំ7ឆ្នាំនិងអ្នកខ្លះទៀតចំនួន10ឆ្នាំក្នុងបទចោទប្រកាន់ដូចគ្នាគឺបទរួមគំនិតក្បត់ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាតនិងញុះញង់មិនឲ្យយោធិនស្ដាប់បង្គាប់ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោកសំរងស៊ីកាលពីឆ្នាំ2019និងគម្រោងវិលចូលស្រុករបស់អ្នកស្រីមូសង្ហួរកាលពីដើមខែមករាឆ្នាំ2021កាលពីខែវិច្ឆិកាប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកទៅកាន់លោកហ៊ុនសែនในឱកាសកិច្ចប្រជុំកំពូលអាស៊ានអាមេរិកស្នើឲ្យកម្ពុជាស្ដារប្រជាធិបតេយ្យនិងដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពឡើងវិញនៅមុនពេលបោះឆ្នោតឆ្នាំ2023ក៏ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុនសែនមិនអើពើនឹងការស្នើសុំរបស់មេដឹកនាំអាមេរិកនេះទេមន្ត្រីអង្គការសង្គមស៊ីវិលលោកនីសុខាយល់ថាការធ្វើបែបនេះមិនបានផលចំណេញអ្វីដល់កម្ពុជាឡើយផ្ទុយទៅវិញកម្ពុជានឹងអាចរងទណ្ឌកម្មបន្ថែមទៀតពីប្រទេសលោកសេរីដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសទាំងនោះខ្ញុំធីនសាការីយ៉ាអាស៊ីសេរីប្រធានីវ៉ាស៊ីនតោនលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាប់ព័ត៌មានដាច់ដោយឡែកមួយទៀតប្តីស្ត្រីរងគ្រោះដោយសារតែគ្រូពេទ្យវះកាត់ខុសបច្ចេកទេសកាលពីពេលថ្មីនេះសង្ឃឹមទៅលើគ្រូពេទ្យនៅក្នុងប្រទេសថៃថាអាចព្យាបាលប្រពន្ធរបស់គាត់ឲ្យជាសះស្បើយបានបច្ចុប្បន្នស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅឯទីក្រុងបាងកកបាន10ថ្ងៃមកហើយមន្ត្រីសង្គមស៊ីវិលលើកឡើងថាការដែលពលរដ្ឋទៅរកសេវាសុខាភិបាលនៅក្រៅប្រទេសច្រើនបង្ហាញថាប្រព័ន្ធសុខាភិបាលនៅកម្ពុជាមិនទាន់ជឿនលឿនចាប់ពីរដ្ឋធានី Washington លោកជីវតារាយការណ៍ព័ត៌មាននេះប្តីស្ត្រីរងគ្រោះលោកផេងវឿនប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី22ខែធ្នូថាលោកទុកចិត្តលើគ្រូពេទ្យថៃព្រោះលោកសង្កេតឃើញអាការៈប្រពន្ធរបស់លោកបានក្រាន់បើជាងមុនតាំងពីមកព្យាបាលនៅមន្ទីរពេទ្យនោះលោកបន្តថាគ្រូពេទ្យថៃធានាថាប្រពន្ធរបស់លោកអាចមានឱកាសជាដូចដើមវិញ 80% ប៉ុន្តែគ្រូពេទ្យនៅតាមដានស្ថានភាពជំងឺមួយអាទិត្យទៀតទើបកំណត់ថ្ងៃវះកាត់ពោះវៀនលោកអរគុណនិងសង្ឃឹមលើរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនដែលជួយចេញថ្លៃព្យាបាលប្រពន្ធលោកព្រោះកន្លងមកលោកឧបនាយករដ្ឋមន្ត្រីហៅណាំហុងធ្លាប់ប្រាប់លោកថាគាត់នឹងជួយចេញថ្លៃព្យាបាលឲ្យប្រពន្ធលោកបាទបងបើសិនជាយើងដើរមកដល់ផ្លូវនេះហើយបើសិនជាបងប្អូនសពប្រជាជនក្នុងថ្នាក់ដឹកនាំគាត់ជួយយើងបន្ថែមឲ្យគាត់តទៅមុខទៀតទៅយើងសង្ឃឹមច្រើនអញ្ចឹងបងបើសារឥឡូវបើសិនជាគេអត់ជួយទេយើងអត់មានលទ្ធភាពអញ្ចឹងបងដោយសារឥឡូវគាត់ធូរបានច្រើនហើយបើសិនជាយើងអត់មានអីឲ្យលុយបងពេទ្យគេទៀតយើងមានតែឈប់ពាក់កណ្ដាលទីអញ្ចឹងវាពិបាកស្ត្រីជាកម្មកររោងចក្រឈ្មោះឈៀងស្រីអូនអាយុ22ឆ្នាំប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយមន្ទីរសម្រាប់ព្យាបាលដើមអង្គក្រងស្រុកគងពិសីខេត្តកំពង់ស្ពឺបានរំលូតគល់ក្នុងផ្ទៃដែលគ្រូពេទ្យវះកាត់ធ្វើឲ្យដាច់ពោះវៀននិងប៉ះពាល់ស្បូនស្ត្រីរូបនេះយ៉ាងធ្ងន់ធ្ងរមុនឈានដល់ការរំលូតនេះមន្ទីរសម្រាប់ព្យាបាលដើមអង្គក្រងរកឃើញថាកូនក្នុងពោះរបស់លោកស្រីឈៀងស្រីអូនមានអាយុ18សប្តាហ៍ឬ5ខែបានស្លាប់ក្នុងស្បូនវិទ្យុអាស៊ីសេរីមិនអាចតាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីអាវ៉ាន់ឌីនបានទេនៅថ្ងៃទី22ធ្នូជុំវិញរឿងនេះដែរតំណាងបណ្ដាញកសាងសន្តិភាពសហគមន៍លោកសេងសុកហេងលើកឡើងថាវិស័យសុខាភិបាលរដ្ឋរបស់កម្ពុជានៅមានកម្រិតទាបព្រោះបុគ្គលិកពេទ្យនិងវេជ្ជបណ្ឌិតនៅមិនទាន់បំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈនោះទេលោកបន្តថាបញ្ហាទាំងនេះជាហេតុធ្វើឲ្យពលរដ្ឋទៅរកសេវាព្យាបាលបញ្ហាសុខភាពនៅក្រៅប្រទេសសូម្បីតែមន្ត្រីមានយសស័ក្តិនិងអ្នកមានធនធានក៏មិនទុកចិត្តលើប្រព័ន្ធសុខាភិបាលរដ្ឋដែរអញ្ចឹងរដ្ឋគួរតែធ្វើការរឹតបន្តឹងការគ្រប់គ្រងទៅតាមវិស័យឯកជនទូទាំងប្រទេសនោះឲ្យបានតឹងរ៉ឹងបំផុតទៅនឹងការផ្ដល់សេវាព្យាបាលទៅដល់អតិថិជនបាទព្រោះគាត់បងលុយគាត់សង្ឃឹមថាគាត់នឹងទទួលបាននូវការទទួលសេវាកម្មព្យាបាលប្រកបដោយប្រសិទ្ធភាពគុណភាពប៉ុន្តែទូទៅពួកអ្នកខ្លះគាត់ត្រូវទទួលគ្រោះថ្នាក់ពីការព្យាបាលមិនអស់លុយហើយគ្រោះថ្នាក់ខ្លួនឯងទៀតអានឹងរដ្ឋតែគួរធ្វើការរឹតបន្តឹងមែនតើរដ្ឋមណ្ឌលថា clinic ព្យាបាលមួយនោះគាត់មានពេទ្យជំនាញអត់មានស្តង់ដារអត់អានឹងក៏គួរតែពិចារណាមើលដែរបាទមន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថាកន្លងមកគ្រូពេទ្យនៅកម្ពុជាមានការធ្វេសប្រហែសក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយធ្វើការវះកាត់ឬសម្រាលទារកធ្វើឲ្យស្លាប់ទាំងម្ដាយទាំងកូនក៏មាន
លោកចង់ឃើញរដ្ឋាភិបាលពង្រឹងវិស័យសុខាភិបាលរបស់រដ្ឋឲ្យបានប្រសើរជាងនេះលោកផេងវឿនប្តីស្ត្រីរងគ្រោះឲ្យដឹងថាលោកបានបង់ប្រាក់កក់សម្រាប់ព្យាបាលប្រពន្ធរបស់លោកអស់$30,000ហើយអាចនឹងចំណាយច្រើនទៀតនៅពេលវះកាត់លោករំពឹងថារដ្ឋាភិបាលនិងសប្បុរសជនជួយចេញថ្លៃព្យាបាលឲ្យប្រពន្ធលោកជាពិសេសលោកហៅណាំហុងដែលបានជួយសម្របសម្រួលឲ្យប្រពន្ធរបស់លោកមកព្យាបាលនៅប្រទេសថៃហើយសន្យាជួយចេញថ្លៃពេទ្យមួយចំនួនទៀតផងខ្ញុំជីវិតាអាស៊ីសេរីលោកអ្នកនាងកញ្ញាជាទីមេត្រីដំណើរគ្នានឹងស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមរយៈបណ្ដាញសង្គម Facebook និង YouTube ចាលោកអ្នកនាងក៏អាចស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈ post SW 9.39 MHz ស្មើនឹងកម្ពស់ 32m និង post SW 11.85 MHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈ post SW 9.39 MHz ស្មើនឹងកម្ពស់ 32m post SW 11.88 MHz ស្មើនឹងកម្ពស់ 25m និង post SW 15.15 MHz ស្មើនឹងកម្ពស់ 20mលោកអ្នកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាព័ត៌មានតកតងនឹងការចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនវិញម្ដងចាសាលាដំបងខេត្តព្រះសីហនុសម្រាប់ឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន10នាក់នៅខេត្តព្រះសីហនុក្នុងនោះមានជនជាតិចិនតៃវ៉ាន់និងខ្មែរពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនប្រមាណ1តោនដែលសមត្ថកិច្ចរកឃើញនៅក្នុងឃ្លាំងជួលនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី21ខែធ្នូមន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរនិងស្ថាប័នតុលាការផ្ដន្ទាទោសក្រុមជនល្មើសឲ្យបានត្រឹមត្រូវដើម្បីឲ្យមហាជនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតអំពីព័ត៌មាននេះសាលាដំបងខេត្តព្រះសីហនុចោទប្រកាន់លើជនសង្ស័យទាំង10នាក់នេះពីបទរក្សាទុកគ្រឿងញៀន 1000 គីឡូក្រាមនៅក្រុងព្រះសីហនុនិងលាងលុយកខ្វក់សារព័ត៌មានក្នុងស្រុកបានដកស្រង់ដោយការសាលាដំបងខេត្តព្រះសីហនុមកចុះផ្សាយកាលពីថ្ងៃទី22ធ្នូថាជនសង្ស័យទាំង10នាក់នោះរួមមានបរិសុទ្ធជនជាតិចិន6នាក់ជនជាតិតៃវ៉ាន់1នាក់និងមានបរិសុទ្ធជនជាតិខ្មែរ3នាក់តែទោះយ៉ាងណាក្តីព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតំណាងអាយកាអមសាលាដំបងខេត្តព្រះសីហនុលោកធុចសញ្ញសន្តិភាពប្រាប់វិទ្យុអសីសេរីតាមបណ្ដាញសង្គម Telegram កាលពីថ្ងៃទី22ធ្នូថាអាយកាអមសាលាដំបងខេត្តព្រះសីហនុកំពុងបន្តសាកសួរនិងស្ដាប់ចម្លើយពីជនសង្ស័យទាំង10នាក់នោះលោកបញ្ជាក់ថាចៅក្រមនឹងសម្រេចក្រោយពេលបញ្ចប់ការសាកសួរនិងស្ដាប់ចម្លើយពីជនសង្ស័យកាលពីរសៀលថ្ងៃទី11ខែធ្នូសមាជិកចម្រុះខេត្តព្រះសីហនុបានចុះឆែកឆេរឃ្លាំងជួលមួយកន្លែងស្ថិតនៅក្នុងភូមិ2សង្កាត់1ក្រុងព្រះសីហនុដោយបានរកឃើញគ្រឿងញៀនប្រភេទកេតាមីនសរុបចំនួន1តោន10ថ្ងៃក្រោយមកកម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានបន្តរកឃើញនៅសារធាតុគីមីផ្សំជាគ្រឿងញៀនមួយចំនួនទៀតដូចជាប្រភេទកេតាមីនមេតាហ្វេតាមីនម្សៅគ្រាប់ពណ៌ទឹកក្រូចនិងម្សៅពណ៌ស្វាយមួយចំនួនធំទៀតនិងបានបញ្ជូនជនសង្ស័យចំនួន10នាក់នោះទៅកាន់តុលាការមន្ត្រីសង្គមស៊ីវិលបន្តស្នើសុំដល់តុលាការនិងអាជ្ញាធរខេត្តព្រះសីហនុត្រូវតែផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយនិងប្រកបដោយតម្លាភាពចំពោះការកាត់ទោសលើជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនេះអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត6ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាបសុធារីមានប្រសាសន៍ថាគណៈប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែរងការរិះគន់ថាមិនឯករាជ្យនិងមានអំពើពុករលួយផងនោះប្រសិនបើតុលាការបិទបាំងព័ត៌មានការកាត់ទោសលើជនល្មើសទាំងនោះមហាជននៅតែមានមន្ទិលសង្ស័យជាច្រើននិងគ្មានជំនឿលើប្រព័ន្ធតុលាការយើងចង់ឲ្យមានការបង្ហាញពីលទ្ធផលការស៊ើបអង្កេតសំណុំរឿងរហូតដល់មានការសវនកម្មហើយរហូតដល់មានការប្រកាសការសាស្ត្រមគឺជាអ្នកធ្វើការសង្គមស៊ីវិលក៏ដូចជាប្រជាប្រដ្ឋដែរចង់ដឹងថាតើជនដែលត្រូវបានចាប់មកហ្នឹងពួកគាត់នឹងត្រូវបានបាត់កម្ពុជាតាមរយៈ
ប្រព័ន្ធយុតិធម៌នឹងលោកបានផ្ដល់ជាទូពួកគាត់ឬអត់កម្រិតនៃការទទួលទោសនឹងវាសមល្មមនឹងធ្វើតែគាត់រកឃើញអត់យើងគិតមើលទៅថាគឺមានរាប់តោនថាបើសិនជាមានការផ្ដល់ឲ្យនូវផលប្រយោជន៍ទៅជនដែលប្រព្រឹត្តបទល្មើសគាត់ឯងខ្លាចរអាខាងងាយស្រួលណាស់តឡាការនឹងបានរួចផុតពីការចោទប្រកាន់រួចផុតពីការគាត់ត្រូវតាមផ្លូវច្បាប់គិតត្រឹមចុងខែធ្នូសម្រាប់ឆ្នាំ2022នេះអាជ្ញាធររឹបអូសគ្រឿងញៀនបានជាង4តោនចំណែកកាលពីថ្ងៃទី26ខែមិថុនាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀននិងសារធាតុគីមីសរុបជាង6តោនក្នុងចំណោមវត្ថុតាងគ្រឿងញៀនសារធាតុគីមីផ្សំជាគ្រឿងញៀននិងសារធាតុគីមីពាក់ព័ន្ធផ្សេងទៀតដែលរឹបអូសបានសរុបជិត100តោនអាជ្ញាធរឲ្យដឹងទៀតថាក្នុងឆ្នាំ2020និងឆ្នាំ2021ដែលមានការរីករាលដាលនៃជំងឺ Covid-19 សមត្ថកិច្ចបង្ក្រាបនិងរឹបអូសគ្រឿងញៀនបានជិត10តោននិងឃាត់ខ្លួនជនសង្ស័យបានជាង 30000 នាក់ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួនជាង 10000 ករណីក្នុងឆ្នាំ2020និង 6000 ករណីទៀតនៅក្នុងឆ្នាំ2021ខ្ញុំបាទសេកបណ្ឌិតវុទ្ធុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាព័ត៌មានតកតងរឿងក្តីក្តាំរបស់ប្រធានគណៈបកសង្គ្រោះជាតិចាលោកកឹមសុខានៅតុលាការឯនេះវិញមន្ត្រីសង្គមស៊ីវិលបារម្ភថាការដែលតុលាការទុករយៈពេលវែងនៃការប្រកាសសាលក្រមសំណុំរឿងលោកកឹមសុខាអាចធ្វើឲ្យលោកមិនអាចចូលរួមនៅក្នុងការបោះឆ្នោតឆ្នាំ2023ខាងមុខចំណែកលោកកឹមសុខាក៏ទាមទារសិទ្ធិពីតុលាការផងដែរដើម្បីឲ្យលោកអាចបម្រើពលរដ្ឋបានឡើងវិញមន្ត្រីសង្គមស៊ីវិលលើកឡើងថាប្រសិនបើតុលាការរកឃើញថាប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាគ្មានទោសឬលោកកឹមសុខាត្រូវបានព្រះមហាក្សត្រលើកលែងទោសក្តីក៏មេបកប្រឆាំងរូបនេះគ្មានពេលវេលាគ្រប់គ្រាន់អាចចូលរួមការបោះឆ្នោតបានដែរមន្ត្រីសង្គមស៊ីវិលលើកឡើងដូចនេះគណៈតុលាការក្រុងភ្នំពេញនឹងសម្រេចប្រកាសសាលក្រមករណីលោកកឹមសុខានៅថ្ងៃទី3ខែមិនិនាឆ្នាំ2023ដែលជារយៈពេលដ៏ខ្លីសម្រាប់លោកកឹមសុខាត្រៀមខ្លួនចូលរួមការបោះឆ្នោតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត6លោកសឹងសែនករណាយល់ថាការដែលតុលាការអូសបន្លាយពេលវេលានៃការប្រកាសសាលក្រមករណីលោកកឹមសុខាអាចធ្វើឲ្យប៉ះពាល់សិទ្ធិនយោបាយរបស់លោកកឹមសុខាក្នុងនាមលោកជាមេដឹកនាំគណៈបកនយោបាយលោកបន្តទៀតថាតុលាការប្រើពេលជាង5ឆ្នាំទៅហើយដើម្បីជំនុំជម្រះសំណុំរឿងនេះដូច្នេះតុលាការគួរតែពន្លឿនការប្រកាសសាលក្រមលោកបន្តទៀតថាទោះសំណុំរឿងនយោបាយតុលាការទម្លាក់ចោលបទចោទលើជនជាប់ចោទក្តីប៉ុន្តែលោកថាករណីនយោបាយគឺអាចមានការប្រែប្រួលគ្រប់ពេលគឺអាស្រ័យទៅតាមស្ថានភាពនយោបាយបើសិនជាយើងនិយាយពីរយៈពេលនៃការប្រកាសនោះគឺខែ3ថ្ងៃ3ខែ3ហើយការបោះឆ្នោតនឹងខិតជិតមកដល់ខែ7បន្ទាប់ពីនឹងមានន័យថា4ខែអញ្ចឹងការរៀបចំកម្មវិធីនយោបាយការរៀបចំគណៈបកប្រកួតប្រជែងនេះហាក់ដូចជាពិបាកនឹងការរៀបចំឲ្យបានល្អប្រសើរណាស់ទោះបីតែរៀបបានក៏វាជាលក្ខណៈបថុចញើចហើយมันមានមូលដ្ឋានគ្រឹះมันមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងឲ្យមើលទៅថាវាជារឿងដែលស្មើភាពឬក៏រឿងត្រឹមត្រូវយុត្តិធម៌អីហ្នឹងណាលោកសឹងសានករណាលើកឡើងទៀតថាបើទោះបីជាលោកកឹមសុខាត្រូវបានរកឃើញថាគ្មានទោសក៏ពិបាកធ្វើឲ្យលោកកឹមសុខាមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញណាតុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងលោកកឹមសុខានាថ្ងៃទី3ខែមិនិនាឆ្នាំ2023ខាងមុខការសម្រេចនេះក្រោយពេលដែលតុលាការបានស្ដាប់សេចក្តីសន្និដ្ឋានពីមេធាវីការពីក្តីលោកកឹមសុខាមេធាវីរបស់រដ្ឋាភិបាលនិងតំណាងអัยការកាលពីថ្ងៃទី21ខែធ្នូកន្លងទៅតាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយណាមួយពីមេធាវីការពីក្តីលោកកឹមសុខាបានទេកាលពីថ្ងៃទី22ខែធ្នូម្សិលមិញចំណែកលោកកឹមសុខាបានស្នើទៅតុលាការថាគួរតែទម្លាក់ចោលការចោទប្រកាន់លើរូបលោកដើម្បីឲ្យលោកមានឱកាសបម្រើពលរដ្ឋនិងបម្រើប្រទេសជាតិឡើងវិញលោកកឹមសុខានិងមេធាវីរបស់លោកបានលើកឡើងថាភ័ស្តុតាងដែលតុលាការលើកយកមកចោទប្រកាន់រូបលោកគឺជាភ័ស្តុតាងคล้ายៗចាលោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសនេះដែរនាងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកនាងកញ្ញាទាំងអស់ដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអាស៊ីសេរីនេះគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងចាការគាំទ្ររបស់លោកអ្នកនាងនេះហើយដែលធ្វើឲ្យយើងខ្ញុំកាន់តែមានទឹកចិត្តខ្លាំងថែមទៀតក្នុងការស្វែងរកព័ត៌មាននិងផ្តល់ព័ត៌មានពិតជូនលោកអ្នកនាងចាំមានអ្នកស្ដាប់
មានអ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំមានភាពស្វាហាប់មោះមុតជាបន្តទៅទៀតយើងខ្ញុំសូមអរគុណទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលរួមជំរុញឲ្យសកម្មភាពផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនេះចាកាន់តែជោគជ័យបន្ថែមទៀតចាលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែចុចចែករំលែកការផ្សាយរបស់វិទ្យុអាស៊ីសេរីចានៅលើបណ្ដាញសង្គម Facebook និង YouTube ទៅកាន់មិត្តភ័ក្តិរបស់លោកអ្នកនាងចាដើម្បីឲ្យការផ្សាយរបស់យើងនេះបានទៅដល់មនុស្សកាន់តែច្រើនចាសូមអរគុណលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលោកអ្នកកំពុងតែស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីចាប់ផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកទីភ្នាក់ងារអភិវឌ្ឍបារាំងហៅកាត់ថា AFD ផ្ដល់ហិរញ្ញប្បទានចំនួន$20 លានសម្រាប់ការអភិវឌ្ឍវិស័យជលផលឆ្នេរនិងសមុទ្រប្រកបដោយនិរន្តរភាពកិច្ចព្រមព្រៀងនេះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូនពាន់មនីរតន៍និងអ្នកស្រីសាន់ទ្រីនបូឆេនាយិកាទីភ្នាក់ងារអភិវឌ្ឍបារាំងកាលពីថ្ងៃទី22ខែធ្នូសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ចនិងទីភ្នាក់ងារអភិវឌ្ឍបារាំងគូបញ្ជាក់ថាវិស័យជលផលមានសារៈសំខាន់ណាស់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាដែលតំណាងឲ្យប្រមាណពី8ទៅ10% នៃផលិតផលសរុបក្នុងស្រុកការប្រែប្រួលអាកាសធាតុនិងការនេសាទហួសកម្រិតបណ្ដាលឲ្យមានការថយចុះនៃបរិមាណត្រីបណ្ដាលឲ្យតម្លៃត្រីឡើងថ្លៃនិងប៉ះពាល់ដោយផ្ទាល់ដល់សហគមន៍រស់នៅតាមឆ្នេរនិងអាជីវកម្មនេសាទគោលបំណងសំខាន់នៃគម្រោងនេះគឺដើម្បីជួយពង្រឹងផ្នែកវិស័យជលផលតាមសមុទ្រនៅខេត្តចំនួន4រួមមានខេត្តកំពតកែបកោះកុងនិងខេត្តព្រះសីហនុដោយជួយលើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រការអភិវឌ្ឍឡើងវិញនៅទីតាំងនេសាទដើម្បីបង្កើនសុវត្ថិភាពអាហារសមុទ្រព្រមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រជាដើមបន្ថែមពីនេះគម្រោងនេះក៏នឹងជួយជំរុញផ្នែកអភិវឌ្ឍវិស័យឯកជនសម្រាប់សហគមន៍ឆ្នេរនិងអាជីវកម្មខ្នាតតូចផងដែរលោកអ្នកនាងកញ្ញាជាទីមេត្រីព័ត៌មានទាក់ទងនឹងការបោះឆ្នោតវិញម្ដងក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតលើកឡើងអំពីបញ្ហានិងភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ2023ខាងមុខនេះពួកគេអំពាវនាវដល់គណៈបកនយោបាយទាំងអស់ឲ្យជួយសង្កេតនិងតាមដានមើលដំណើរការនៃការបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបគ្រោងនឹងប្រកាសនៅដើមឆ្នាំក្រោយនេះចាប់ពីរដ្ឋធានី Washington លោកមានរដ្ឋមានសេចក្តីរាយការណ៍មួយទៀតអំពីរឿងនេះក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតវាយតម្លៃដោយប្រយ័ត្នប្រយែងចំពោះគុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយនេះខណៈមិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រនិងការធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលកោជបទើបបានធ្វើបច្ចុប្បន្នភាពចុងក្រោយនេះអ្នកសម្របសម្រួលផ្នែកអង្គការនឹងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត Confrel លោកកនស្វាងសង្កេតឃើញថាកោជបមិនបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះឲ្យបានពេញលេញនិងទូលំទូលាយនៅឡើយទេជាពិសេសគឺពលរដ្ឋនៅតាមតំបន់ជនបទនិងពលរដ្ឋចំណាក់ស្រុកដែលលោកថាពួកគេនៅតែមិនទាន់យល់ដឹងអំពីសារៈសំខាន់នៃកិច្ចការចុះឈ្មោះបោះឆ្នោតនេះនៅឡើយទេទូយ៉ាងណាលោកវាតម្លៃថាគុណភាពនៃបញ្ជីបោះឆ្នោតគិតត្រឹមឆ្នាំ2021កន្លងទៅហាក់មានភាពប្រសើរជាងមុនពាក់ព័ន្ធនឹងការចាត់ប្រកាន់ពីឈ្មោះខ្មោចនិងឈ្មោះស្ទួនជាដើមក៏ប៉ុន្តែលោកថានៅមិនទាន់មានការសិក្សាជាក់លាក់ទៅលើបញ្ជីឈ្មោះថ្មីចុងក្រោយដែលកោជបទើបនឹងធ្វើបច្ចុប្បន្នភាពនេះនៅឡើយទេចឹងនៅក្នុងចំណុច3នេះដែលយើងបានសិក្សាណាគឺឈ្មោះខ្មោចឈ្មោះស្ទួនហើយនឹងព័ត៌មាននេះយើងនៅតែមើលឃើញថាជីឈ្មោះនៅតែមានភាពល្អប្រសើរអាហ្នឹងគឺអ្វីដែលយើងសិក្សានៅក្នុងចាប់ឆ្នាំ2016រហូតដល់ឆ្នាំ2021នេះមកដល់ឆ្នាំទីដែរសម្រាប់2022នេះយើងមិនដឹងទេព្រោះយើងនឹងទៅសិក្សាក្នុងខែ1ខាងមុខនេះយើងនៅទៅសិក្សាទៀតទៅលើជីឈ្មោះហ្នឹងតែទោះបីយ៉ាងណាក៏ដោយក៏សូមបញ្ជាក់ថាយើងមិនបានសិក្សាទៅលើភាពស្របច្បាប់នៅក្នុងអត្តសញ្ញាណទេឧទាហរណ៍ដូច
ជារឿងថាតើអ្នកកាន់ឯកសារមកចុះឈ្មោះនេះវាត្រឹមត្រូវតែឬមិនត្រឹមត្រូវអាហ្នឹងយើងមិនបានសិក្សាក្នុងចំណុចហ្នឹងទេហើយរឿងទី2តាក់ទងជាមួយនឹងរឿងការដឹកមនុស្សឬក៏ក្រៅយកមកចុះឈ្មោះអីក៏យើងមិនបានសិក្សាឲ្យបានល្អតែគ្រាន់តែថាបានទទួលជាព័ត៌មានដែលថាមានការនាំមនុស្សពីខាងក្រៅអីមកចុះឈ្មោះចឹងបាទរីឯនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Netflix លោកសំគុណធីមីលើកឡើងថាអង្គការរបស់លោកមិនអាចវាយតម្លៃពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយនេះបាននៅឡើយទេដោយសារតែអង្គការរបស់លោកពុំបានធ្វើសវនកម្មលើដំណើរការនេះដោយគ្រាន់តែចូលរួមឃ្លាំមើលពីចម្ងាយលោកថាបើទោះបីជាមិនមានអ្វីគួរឲ្យកត់សម្គាល់ហើយដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតធ្វើឡើងដោយធម្មតានិងអាចទទួលយកបានក៏ដោយក៏ភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតជុំវិញបញ្ហាឈ្មោះស្ទួនឬឈ្មោះខ្មោចនៅតែជាការសង្ស័យនៅឡើយ បញ្ហានេះយើងនៅតែមានការ